សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្តីពីការព្យាករណ៍អាកាសធាតុលើកទី1សម្រាប់រដូវវស្សាចាប់ពីខែឧសភាដល់ខែតុលាឆ្នាំ2026ក្រសួងធនធានទឹកនិងអូតូនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវវស្សាឆ្នាំ2026ដូចខាងក្រោម 1. បាតុភូតសកលយោងទៅលើការព្យាករណ៍ស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចមហាសមុទ្រឥណ្ឌានិងតំបន់អេក្វាទ័របង្ហាញឲ្យឃើញថា 1. បាតុភូត Enso អព្យាក្រឹតនៅបន្តកើតឡើងក្នុងកម្រិត 80% រហូតដល់ខែមិថុនានិងថយមកនៅត្រឹម 40% នៅក្នុងខែកក្កដាឆ្នាំ2026ដែលឡើងចាប់ពីខែសីហារហូតដល់ខែធ្នូបាតុភូត El Nino នឹងកើនឡើងដល់កម្រិត 90%ពីបាតុភូត IOD ដែលស្ថិតនៅមហាសមុទ្រឥណ្ឌាស្ថិតនៅអព្យាក្រឹតរហូតដល់ខែតុលាឆ្នាំ2026ស្ថានភាពបែបនេះនឹងធ្វើឲ្យរដូវវស្សាចាប់ពីឆ្នាំ2026រដូវវស្សាអាចនឹងចាប់ផ្ដើមនៅក្នុងសប្តាហ៍ទី1នៃខែឧសភាឆ្នាំ2026ដែលលឿនជាងឆ្នាំ2025សីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងមធ្យមអតិបរមា36អង្សាសេដែលទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំនិងមានលក្ខណៈដូចឆ្នាំ2025មួយដើមរដូវវស្សាសីតុណ្ហភាពមធ្យមអបបរមានិងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំបរិមាណទឹកភ្លៀងនៅខែឧសភាដល់ខែមិថុនាមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនិងបរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើនបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់អាចកើតឡើងច្រើនពីពាក់កណ្ដាលរដូវវស្សាសីតុណ្ហភាពមធ្យមអបបរមានិងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំបរិមាណទឹកភ្លៀងនៅខែកក្កដាដល់ខែសីហាមានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំនិងបរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើនជាមួយគ្នានេះដែរកូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្តាហ៍ទី2និងចប់ទៅវិញនៅពាក់កណ្ដាលសប្តាហ៍ទី3នៃខែសីហាដដែល3ចុងរដូវវស្សាសីតុណ្ហភាពមធ្យមអបបរមានិងមធ្យមអតិបរមាទាបជាងមធ្យមភាគច្រើនឆ្នាំបរិមាណទឹកភ្លៀងនៅខែកញ្ញាដល់ខែតុលាមានកម្ពស់ខ្ពស់ជាងឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំនិងបរិមាណទឹកភ្លៀងមានពីច្រើនទៅមធ្យមសេចក្តីសន្និដ្ឋានយោងតាមការព្យាករណ៍អាកាសធាតុសម្រាប់រដូវវស្សាឆ្នាំ2026សីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងមធ្យមអតិបរមា36អង្សាសេដែលទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំនិងមានលក្ខណៈប្រហាក់ប្រហែលនឹងឆ្នាំ2025បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អដូចឆ្នាំ2025បាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់អាចកើតមានឡើងច្រើនរីឯកូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្តាហ៍ទី2នៃខែសីហានិងចប់ទៅវិញនៅពាក់កណ្ដាលសប្តាហ៍ទី3នៃខែសីហាដដែលយោងលើការព្យាករណ៍អាកាសធាតុដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មានក្រសួងធនធានទឹកនិងអូតូនិយមសូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋសូមយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុដែលមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងឆ្នាំ2026រាជធានីភ្នំពេញថ្ងៃពុធ6កើតខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី22ខែមេសាឆ្នាំ2026